ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងអ្នកទាំងអស់គ្នាទៅមើលរមណីយដ្ឋានមួយកន្លែងដែលមានទីតាំងនៅជាក្រុងយើងនេះឯងហើយរមណីយដ្ឋាននេះដែរគឺមានឈ្មោះថាសួនកសិទេសចរមង្គវិធីនៅទីនេះគឺទេសភាពពិតជាស្អាតមែនតើអ្នកទាំងអស់គ្នាគឺមានទឹកធ្លាក់ស្រះទេសភាពព្រៃឈើអែមមែនតើគឺស្អាតមែនតើកន្លែងនេះគឺសួនកន្លែងដូចលក្ខណៈហាត់ប្រាណហ្នឹងហើយបន្ទាប់ពីយើងដើរមើលទេសភាពនេះយើងក៏មកអង្គុយអាំងសាច់ឈានៅមាត់ស្រះគឺថាឈាមែនតើអ្នកទាំងអស់គ្នាហើយនេះគឺសាច់គោគឺទំនងមែនតើអ្នកទាំងអស់គ្នាអូឡើងក្រហមឆ្អិនឆ្អៅមកហើយបន្ទាប់ពីយើងប្រឡាក់សាច់រួចយើងនឹងមកដាក់អាំងជាមួយនឹងចង្ក្រានបើយើងមិនដាក់អាំងជាមួយចង្ក្រានទេនោះសាច់វាមិនឆ្អិនទេអ្នកទាំងអស់គ្នាអាំងសាច់ជាយើងបានហ្គេនស្បឺតមកជាតិម៉ែអើយជាតិហើយទេសភាពមួយនេះក៏នៅខាងក្នុងសួនកសិទេសចរមង្គវិធីដែរអ្នកទាំងអស់គ្នាគឺស្អាតមែនតើផ្កាស្រស់ញញឹមបាទគឺទេសភាពនៅនេះស្អាតមែនតើកន្លែងនេះគឺជាកន្លែងសួនផ្កាអ្នកទាំងអស់គ្នាមើលហើយគឺខាងនោះពុកម៉ែបងប្អូនយើងថតមើលផ្កាគឺស្អាតមែនតើ